លោកជំទាវដាំដារិនីអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារវរៈកងទ័ពជួរមុខការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តបៃលិនរសៀលថ្ងៃទី21ខែឧសភាឆ្នាំ2026លោកជំទាវដាំដារិនីរដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់គ្រួសារវរៈកងទ័ពជួរមុខឈរជើងការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តបៃលិនចំនួន120គ្រួសារមកពីតំបន់ប្រតិបត្តិការសឹករងបៃលិនកងពលតូចថ្មើរជើងលេខ52កងការពារព្រំដែន504និងវរៈសេនាតូច556វរៈសេនាតូច558មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះលោកជំទាវដាំដារិនីរដ្ឋលេខាធិការក្រសួងការពារជាតិបាននាំមកនៅប្រសាសន៍សាកសួរសុខទុក្ខនិងផ្ដាំផ្ញើការនឹករលឹកបំផុតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលគ្រប់កលៈទេសៈថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែមានការនឹករលឹកនិងយកចិត្តទុកដាក់បំផុតជូនដល់នាយទាហានរងគ្រប់លំដាប់ថ្នាក់និងក្រុមគ្រួសារកងទ័ពនៅសមរភូមិមុខដែលបានយកអាយុជីវិតឈរជើងយ៉ាងរឹងមាំការពារទឹកដីដោយមិនទុកបងប្អូនចោលឡើយតែងតែមើលថែឧបត្ថម្ភទំនុកបម្រុងមិនឲ្យជួបការខ្វះខាតឡើយដូច្នេះសូមបងប្អូនថែរក្សាសុខភាពដើម្បីជាកម្លាំងចិត្តគាំទ្រស្វាមីនិងក្រុមគ្រួសារពីក្រោយលោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍ថាការយកចិត្តទុកដាក់នេះដើម្បីកុំឲ្យបងប្អូនវរៈកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារសាច់ញាតិឡើយព្រោះវរៈកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខដូចនេះក្រុមគ្រួសារត្រូវបានថ្នាក់ដឹកនាំនិងអាជ្ញាធរបន្តយកចិត្តទុកដាក់គ្រប់ពេលវេលាដោយយើងត្រូវចងចាំថាស្វាមីគឺជាវរៈកងទ័ពនៅសមរភូមិមុខភរិយាគឺជាកម្លាំងជំរុញនៅពីក្រោយពីព្រោះថាកម្ពុជាគឺទឹកដីរបស់យើងទាំងអស់គ្នាហើយយើងត្រូវចូលរួមការពារនិងថែរក្សាទោះក្នុងតម្លៃណាក៏ដោយដែលកូនខ្មែរគ្រប់រូបត្រូវចងចាំទុកជានិច្ចនៅក្នុងឱកាសនោះផងដែរលោកជំទាវដាំដារិនីបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិជាកងទ័ពបម្រើជាតិតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននិងក្រើនរំលឹកបងប្អូនត្រូវរួបរวมគ្នានិងជឿជាក់លើរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងការដឹកនាំដ៏ឆ្លៀសវៃសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅនិងក្រុមគ្រួសារវរៈកងទ័ពជានិច្ចក្នុងនោះសម្រាប់ខេត្តបៃលិនសូមថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តបៃលិននិងឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ីឈៀនដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខកងទ័ពជួរមុខជានិច្ចជាពិសេសបានចុះសួរសុខទុក្ខជាប្រចាំការផ្ដល់នូវគ្រឿងឧបភោគបរិភោគនិងថវិកាលើកទឹកចិត្តគ្រប់ពេលវេលាមិនអាចកាត់ថ្លៃបាននោះឡើយ។